បងប្អូនប្រកាសជាដឹងហើយថាមួយថ្ងៃហ្នឹងឃើញទាហានកម្ពុជាយើងបងវិរៈកងទ័ពនៅជើងដែនយើងគឺប៉ះទង្គិចពាក្យសម្ដីរងការជេរប្រមាថពីទាហានថៃខ្លាំងមែនទែនបាទអញ្ចឹងបានថាអ្នកដែលមានចិត្តឆេវឆាវទៅធ្វើជាទាហានការពារព្រំដីអត់ការពារព្រំដែនអត់កើតទេបាទដូចជាខ្ញុំមួយចិត្តឆេវឆាវzoomដោយអាវីដេអូអ៊ំប្រុសម្នាក់ដែលថៃយកទៅយកកភ្លើងជុំគាត់យកក្របបែកគៀសក្នុងកភ្លើងចេញហើយនឹងរងការជេរប្រមាថពីថៃវាឌីលថ្មេះសពគ្រប់បែបយ៉ាងខ្ញុំដែលចេះថៃខ្ញុំស្ដាប់ខ្ញុំដឹងបងប្អូនគ្នាគឺការនិយាយស្ដីមកកាន់បងកងទ័ពយើងគឺគ្មានការគោរពគ្នាទេបាទហើយចំពោះបងកងទ័ពយើងនិយាយទៅវិញគឺគោរពលក្ខណៈថានិយាយមានសិលធម៌ក្រមសិលធម៌តែចំពោះពួកវានិយាយវិញបាទលក្ខណៈក្មេងសិតតែបងប្អូនអាយុតិចជាងនិយាយសិតតែហែងអញអាមឹងហើយអត់គោរពយើងលក្ខណៈថាវាអត់ខ្លាចវាប្រហើនវាផ្កើហ្នឹងបងប្អូនគ្នាបាទបើសិនជាខ្ញុំជាកងទ័ពវិញគឺខ្ញុំទប់អារម្មណ៍អត់បានបងប្អូនគ្នាអញ្ចឹងគាត់ថាខ្ញុំសរសើរទឹកចិត្តរបស់គាត់ដែលគាត់លក្ខណៈថាអត់ធ្មត់បានបងប្អូនគ្នាបាទអញ្ចឹងបានថាគាត់អាចអត់ធ្មត់បានយើងសើគាត់វិញដោយសារអីប្រទេសជាតិយើងមានសុខសន្តិភាពបាទហើយបើដូចជាអារម្មណ៍ខ្ញុំគ្រាន់តែខ្ញុំមើលវីដេអូក៏ខ្ញុំខឹងដែរបងប្អូនលក្ខណៈក្តៅឆេវហ្មងសង្ឃថាអាមិនទៅក៏អាមិនទៅហើយទប់លេងជាប់ហើយបាទអញ្ចឹងក៏សូមផ្ដាំផ្ញើតាមរយៈវីដេអូខ្ញុំបាទពីនេះទៅបាទសូមជូនពរបងវិរៈកងទ័ពយើងឲ្យមានសុខភាពល្អហើយសូមបងប្រយ័ត្នខ្លួនចំពោះចោលសៀមមកបាទគឺយើងមិនអាចទុកចិត្តពួកវាបានទេបាទវាដើរចូលដីយើងហើយវាជេរប្រមាថវាដៀលថ្មេះសពគ្រប់បែបយ៉ាងអាមីននៅសល់ពីជំនាន់ពលពតវាចោតថាមានយើងអ្នកដាក់បាទខ្ញុំស្ដាប់សំឡេងការតាមរយៈការបងវិរៈកងទ័ពគាត់ថតមកហ្នឹងគឺខ្ញុំស្ដាប់ភាសាថៃបងប្អូនគ្នាបាទហើយចំពោះវិជ័យលក្ខណៈជាខ្មែរសរិនអញ្ចឹងបងប្អូនកងទ័ពយើងក៏ស្ដាប់បានតែលក្ខណៈថាមានលាយជាមួយនឹងភាសាថៃអញ្ចឹងហើយភាសាខ្មែរសរិនយើងហ្នឹងក៏មិនអាចស្ដាប់បានទាំងអស់ 100% ដែរបាទគឺពួកវានិយាយលក្ខណៈលាយជាមួយនឹងតង់ថៃខ្លះអញ្ចឹងខ្ញុំស្ដាប់បានគឺមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទេបាទវាអត់មានខ្លាចញញើតយើងហើយវានិយាយប្រើភាសាអសរោះអត់គោរពយើងបាទពួកនេះបាទអញ្ចឹងមានតែផ្ដាំផ្ញើតាមរយៈវីដេអូនេះទៅសូមបងវិរៈកងទ័ពទាំងអស់បាទទទួលបានជោគជ័យហើយសូមប្រយ័ត្នខ្លួនបាទសូមអរគុណបាទ